บอนตอนบองโอนនៅពេលនេះថៃខ្លាចជាអ្នកជំងឺនៃអាស៊ានហើយដោយសារតែសេដ្ឋកិច្ចរបស់ថៃមានការធ្លាក់ចុះជាខ្លាំងដែលមិនធ្លាប់មាននេះគឺជាប្រវត្តិសាស្ត្រហើយដែលប្រទេសថៃខ្លាចជាអ្នកជំងឺនៃអាស៊ានហើយបាទសួស្តីបងប្អូននេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកផុសប្រទេសថៃបានឲ្យដឹងថាសេដ្ឋកិច្ចប្រទេសថៃមានការធ្លាក់ចុះយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកពេលនេះអន្តរជាតិបានដាក់ឈ្មោះប្រទេសថៃថាគឺជាអ្នកជំងឺនៃអាស៊ានក្នុងពេលមានសង្គ្រាមជាមួយយើងនេះបងប្អូនថ្មីប្រទេសថៃបានជួបនឹងវិបត្តិធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មានពីមុនមកនោះទេថៃបានជួបនឹងការធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មអត្រា inflation បានកើតឡើងយ៉ាងខ្លាំងប៉ះពាល់ដល់ទំនិញគ្រប់ប្រភេទនិងបណ្ដាលឲ្យប្រជាជនមានការរើសអើងនិងការលំបាកក្នុងជីវភាពប្រចាំថ្ងៃអ្វីដែលពិបាកជាងនេះទៅទៀតគឺការប្រកួតប្រជែងនយោបាយនិងភាពតានតឹងនៅតំបន់ព្រំដែនជាមួយនឹងកម្ពុជាយើងបានធ្វើឲ្យប្រទេសទាំងពីរកម្ពុជានិងថៃមានការបិទច្រកព្រំដែនជាច្រើនផ្នែកផងដែរព័ត៌មានជាច្រើនបានបញ្ជាក់ថាការបិទព្រំដែននេះបានបង្កឲ្យសេដ្ឋកិច្ចក្នុងតំបន់ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែទំនិញថៃជាច្រើនមុខមិនអាចនាំចូលមកកម្ពុជាបានតទៅទៀតទេថែមពីលើនោះទៀតគឺប្រជាជនកម្ពុជាយើងមានការពលីការឈប់ប្រើផលិតផលថៃគ្រប់ប្រភេទដែលធ្វើឲ្យសេដ្ឋកិច្ចថៃមានការប៉ះពាល់យ៉ាងខ្លាំងអ្នកជំនួញធំរបស់ថៃមួយចំនួនភាគច្រើនបានបិទរោងចក្ររបស់ខ្លួនដោយមិនដឹងថាតើត្រូវនាំទំនិញទាំងនោះទៅឲ្យប្រទេសណាតទៅទៀតទេព្រោះថាមានតែកម្ពុជាយើងទេដែលប្រើប្រាស់ផលិតផលថៃស្ទើរតែគ្រប់មុខទៅហើយប៉ុន្តែពេលនេះការបិទច្រកធ្វើឲ្យទំនិញថៃរាប់ពាន់មុខមានការកកស្ទះជាខ្លាំងអ្នកជំនួញថៃធំមានការខាតបង់ជាច្រើនរាប់ពាន់លានដុល្លារក្នុងមួយខែហេតុទាំងនេះហើយបងប្អូនដែលធ្វើឲ្យប្រទេសថៃខ្លាចជាអ្នកជំងឺនៃអាស៊ានក្នុងពេលថ្មីនេះបើតាមការចុះផ្សាយរបស់កាសែតមួយនៅទីក្រុងបាងកកផ្ទាល់ផងដែរស្ថានភាពនៅក្នុងប្រទេសថៃពេលនេះភាគច្រើនទីផ្សារទំនិញនិងសេវាកម្មបានធ្លាក់ចុះយ៉ាងខ្លាំងក្រុមហ៊ុននិងសហគ្រាសតូចធំបានប្រកាសថាការលំបាកនៅពេលនេះអាចនាំឲ្យមានការបិទអាជីវកម្មបណ្ដាលឲ្យបាត់បង់ការងាររបស់ប្រជាជនថៃជាច្រើនផងដែរបើថៃនៅតែមិនព្រមបើកច្រកជាមួយនឹងកម្ពុជាទៀតនោះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងថែមទៀតផងអ្នកជំនួញសហគ្រាសធំរបស់ថៃបានផលិតផលជាច្រើនដែលតម្រូវឲ្យនាំចូលមកកម្ពុជាប៉ុន្តែដោយសារតែមានការបិទច្រកពីប្រទេសថៃទើបធ្វើឲ្យទំនិញរបស់ពួកគេមានការខាតបង់យ៉ាងខ្លាំងហើយមានទំនិញខ្លះត្រូវហួសដុល្លេដែលប្រើប្រាស់មិនកើតជាច្រើនផងដែរបើតាមប្រភពសារព័ត៌មានរបស់ប្រទេសថៃបានរាយការណ៍ថាការបិទព្រំដែនជាមួយនឹងកម្ពុជាបានបង្កឲ្យមានការខាតបង់យ៉ាងខ្លាំងសូម្បីតែការដឹកជញ្ជូនទំនិញពីប្រទេសថៃទៅកម្ពុជាក៏មានការធ្លាក់ចុះខ្លាំងផងដែរការបិទព្រំដែននេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចទូទៅនោះទេប៉ុន្តែការប្រកួតប្រជែងយោធារវាងទ័ពកម្ពុជានិងទ័ពថៃបានបង្កឲ្យមានការភ័យខ្លាចពីសង្គ្រាមអន្តរជាតិដែលធ្វើឲ្យភ្ញៀវបរទេសជាច្រើនលាននាក់មិនហ៊ានមកដើរលេងនៅក្នុងប្រទេសថៃដូចមុនទៀតឡើយម្យ៉ាងវិញទៀតប្រទេសថៃក៏ជាប់ឈ្មោះជាប្រទេស scam ផងដែរដែលសម្បូរទៅដោយការឆបោកតាមប្រព័ន្ធអនឡាញជាច្រើន
ដែលមានប្រភពចេញពីប្រទេសថៃហេតុផលទាំងនេះហើយដែលធ្វើឲ្យសេដ្ឋកិច្ចថៃមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមកទេក្នុងស្ថានភាពនេះធ្វើឲ្យទីផ្សារប្រាក់និងទីផ្សារទំនិញរបស់ថៃមានការធ្លាក់ចុះយ៉ាងខ្លាំងអ្នកជំនាញសេដ្ឋកិច្ចថៃបានបញ្ជាក់ថាការបិទព្រំដែននិងភាពតានតឹងយោធាកម្ពុជានិងថៃជាចំណុចសំខាន់ដែលធ្វើឲ្យ Economic Recovery របស់ថៃជួបការលំបាកជាខ្លាំងផងដែរបន្ថែមពីនេះទៀតសេវាកម្មទេសចរនិងកិច្ចពាណិជ្ជកម្មតាមព្រំដែនដែលជាផ្នែកដ៏សំខាន់ក្នុង GDP បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រជាជននៅតំបន់ភាគខាងត្បូងនៃប្រទេសថៃបានបង្ហាញពីការគំរាមកំហែងនិងការលំបាកក្នុងការរស់នៅជារៀងរាល់ថ្ងៃផងដែរដោយពួកគេមិនអាចរកចំណូលបានច្រើនដោយកាលពីមុនឡើយដោយសារតែគ្មានភ្ញៀវទេសចរមកលេងច្រើនលានដូចជាលើកមុនទៀតទើបធ្វើឲ្យពួកគេលក់អ្វីក៏មិនដាច់ទំនិញក៏នាំចេញមិនបានតើថៃនៅមានអ្វីរំពឹងទៀតបើសេដ្ឋកិច្ចរបស់ថៃជួបផលវិបាកយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃគឺមានតែការចុះខ្សោយនៃសេដ្ឋកិច្ចនេះក៏ព្រោះតែថៃបង្កសង្គ្រាមជាមួយនឹងកម្ពុជាដែលធ្វើឲ្យទំនិញទាំងអស់មិនអាចនាំចូលមកកម្ពុជាបានតទៅទៀតទេម្យ៉ាងវិញទៀតប្រជាជនកម្ពុជា90% គឺបានពលិកាទំនិញថៃទៅហើយដោយមិនប្រើប្រាស់រាល់ទំនិញថៃគ្រប់មុខទាំងអស់ចាប់តាំងពីថៃនិងកម្ពុជាមានសង្គ្រាមជាមួយគ្នាមកម្លេះចំណែកឯការវិនិយោគពីបរទេសក៏កើតការកកស្ទះដោយសារតែភាពមិនច្បាស់លាស់របស់នយោបាយថៃនិងភាពអស្ថិរភាពសេដ្ឋកិច្ចសេវាកម្មទេសចរការនាំចេញផលិតផលនិងការប្រើប្រាស់ឧបករណ៍សេវាកម្មទូទៅបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាដើមក្រុមហ៊ុនធំក្នុងវិស័យផលិតកម្មនិងសេវាកម្មត្រូវតែបង្ហាញអំពីការបង្កើនតម្លៃផលិតផលដើម្បីគ្រប់គ្រងការកើនឡើងរបស់ inflation ផលប៉ះពាល់ដល់អតិថិជននិងទីផ្សារកម្រិតមធ្យមផងដែរជាប់ហើយបងប្អូនពេលនេះប្រទេសថៃសេដ្ឋកិច្ចថៃត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរដែលក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃគឺមិនធ្លាប់មាននោះទេនេះដោយសារតែការបិទព្រំដែនជាមួយនឹងកម្ពុជាទើបធ្វើឲ្យទំនិញរបស់ថៃជាច្រើនពាន់មុខមិនអាចនាំចូលមកកម្ពុជាយើងបានតទៅទៀតទេសូមប្រជាជនកម្ពុជាយើងទូទាំងប្រទេសបន្តពហិការឈប់ប្រើប្រាស់ផលិតផលរបស់ថៃរហូតតទៅដោយគ្មានថ្ងៃព្រួលប្រែឡើយ